តើបងប្អូនយើងរៀនឲ្យត្រៃនៅកុំព្យូទ័រ Digital ID ចង់លាក់អញ្ចឹងណាយើងចង់ឲ្យយើងមានឯកសារសំខាន់អត់ចង់ឲ្យឃើញតែបើតែអ្នកគេដឹងគេនៅតែសូវិញបានតែចំពោះអ្នកដែលមិនដឹងយើងអាចឲ្យគេបានអញ្ចឹងណាគេតោះបងប្អូនយើងចូលធ្វើទាំងអស់គ្នានេះចូល command run មកចូលសញ្ញា Windows អក្សរ O មកបងប្អូនវាយពាក្យថា gp edit .msc អូខេជួយអូខេមកគេបន្ទាប់ពីចូលដល់ហ្នឹងហើយបងប្អូនរកមើលពាក្យថា user configuration ណាបងប្អូនរកមើលថា administrative template តើពីចូលដល់ហ្នឹងហើយបងប្អូនរកមើលពាក្យថា window component តើពីចូលដល់ window component ហ្នឹងបងប្អូនរកមើលពាក្យថា file explorer បន្ទាប់ពីចូលទៅដល់ file explorer ហើយបងប្អូនរកមើលពាក្យថា hide this specific drive in my computer បងប្អូនคลิกមកបន្ទាប់ពីបងប្អូនคลิกហើយបងប្អូននេះបងប្អូនដល់ពី not configure ហ្នឹងបងប្អូនយក enable មកបន្ទាប់បងប្អូនយក enable ហើយនេះបងប្អូនរើស drive ដែលបងប្អូនចង់ hide បងប្អូនចង់ hide drive C ក៏បាន drive D ក៏បានដែរតែឥឡូវយើង hide drive D យើងរកមើលពាក្យថា restrict D drive only អូខេតទៅទៀតបងប្អូនយក apply បងប្អូនយក apply បងយក OK គេលើយើង minimize នេះចូលមើលគេលើយើងចូល explorer 3D នេះឃើញទៅដែរឃើញនៅសារយើងមិនតាន់ refresh ឥឡូវបងប្អូន refresh មើល refresh វាទៅអូខេចឹងបាត់ហើយណាហើយបើបងប្អូនចង់ search លើនឹងវិញក៏បានដែរគ្រាន់តែបងប្អូនអាចវាយលេខនេះមកបងប្អូនវាយអក្សរ 3D តទៅទៀតនេះបងប្អូនយកនេះមកនេះมันក៏វាចេញមកឲ្យវិញបានដែរអូខេហើយប្រសិនបើបងប្អូនចង់ដោះវាវិញណាចង់ដាក់ឲ្យ drive វាធម្មតាយើងចូលកន្លែងហ្នឹងវិញមកចូលនេះ PG edit តទៅទៀតបងប្អូនចូល system user configuration administrative template window component តទៅទៀត file explorer ឲ្យបងប្អូនរកមួយពាក្យថា hide this specific drive in my computer អូคลิกមកនេះបងប្អូនយក not config ធម្មតាវិញមកហើយយក apply OK មក try D យើងវានឹងចេញធម្មតាវិញហើយអូខេហើយយើងចូល explorer យើងមើលយើងចូល this computer នេះមកវិញណាហ្នឹងករណីដែលបងប្អូនចង់សូវិញអូខេអរគុណច្រើនបងប្អូន